បន្តអំពីវីដេអូរបស់យើងម្សិលមិញទៀតដែលម្សិលមិញយើងរៀនអំពីរបៀបនៃការបើកកម្មវិធី Microsoft Word ហើយឥឡូវគឺយើងនឹងបន្តវីដេអូដែលយើងបានរៀនពីម្សិលមិញឥឡូវយើងចូលមកកាន់កម្មវិធី Microsoft Word តែម្ដងទៅមកខាត់ពេលវេលាយូរអូខេបន្ទាប់ពីបើកមកវានឹងចេញជាទម្រង់បែបនេះបន្ទាប់មកទៀតយើងរើសពាក្យថា New ហើយ Plan Documentអូខេនេះគឺជាផ្ទាំងសន្លឹកកិច្ចការងារថ្មីមួយដែលយើងបានបង្កើតវាមិញហ្នឹងអញ្ចឹងយើងមកនៅក្នុងហ្នឹងគឺវាមានមុខងារ function ជាច្រើនដែលយើងត្រូវដឹងអំពីវាឥឡូវខ្ញុំសូមអ្នកនរគ្នាមកមើលនៅចំណុចខាងក្រោមកន្លែង page off គឺសម្រាប់យើងមើលទៅលើទំព័រអញ្ចឹងត្រង់នេះគេដាក់ថា page 1 of 1មានន័យថាទំព័រទី1នៃសន្លឹកកិច្ចការទី1អញ្ចឹងបើសិនជាសន្លឹកកិច្ចការរបស់យើងមាន2ឥឡូវខ្ញុំឧទាហរណ៍ខ្ញុំ insert នៅទំព័រមួយទៀតអូខេយើងឃើញអត់នេះគឺវាបង្ហាញថា page 2 of 2អូខេអញ្ចឹងបន្តមកទៀតត្រង់ចំណុចនេះដែលមានពាក្យថា word នេះគឺវារាប់ពាក្យសម្រាប់ឲ្យយើងងាយស្រួលនៅក្នុងការមើលអញ្ចឹងបើសិនជានៅក្នុងអត្ថបទយើងមានមួយពាក្យវាដាក់នៅកន្លែងនេះ1បើសិនជាមាន10វាដាក់នៅកន្លែងនេះ10អូខេហើយបន្តមកទៀតយើងកន្លែងមកមើលនៅខាងស្ដាំដៃនេះយើងឃើញមានមុខងារមួយចំនួនដែលខ្ញុំនឹងបញ្យល់អំពីមុខងារ zoom អញ្ចឹងកន្លែង zoom នេះគឺយើងប្រើប្រាស់វាសម្រាប់ពង្រីកឬក៏ពង្រួមសន្លឹកកិច្ចការងារដែលយើងកំពុងតែធ្វើនឹងឯងអញ្ចឹងឧទាហរណ៍ថាបើយើងចង់ឲ្យវាធំយើងគ្រាន់តែចុចសញ្ញាបូកនឹងមកឃើញអត់វារីកធំហើយតើណាអញ្ចឹងការពង្រីកពង្រួមនេះគឺវាអត់មានប៉ះពាល់អីទៅលើការងាររបស់យើងទេគ្រាន់តែវាប្រើដើម្បីមានភាពងាយស្រួលនៅពេលដែលយើងធ្វើការងាររបស់យើងអញ្ចឹងសញ្ញាដកនេះយើងចុចទៅគឺវារួមទូចវិញអូខេហើយត្រង់ចំណុចនេះគឺយើងប្រើប្រាស់វាសម្រាប់ scroll អញ្ចឹងពេលយើងចង់ scroll វាយើងគ្រាន់តែដាក់ mouse យើងឲ្យចំនៅហ្នឹងហើយបន្តមកទៀតយើងចុច mouse ឆ្វេងឲ្យជាប់ចាប់ទាញវាមកក្រោមមកទៅលើទៅក្រោមទៅអូខេអញ្ចឹងចំណុចសំខាន់នៅខាងក្រោមមានប៉ុណ្ណេះហើយយើងកលេចមកមើលខាងលើត្រង់កន្លែងនេះគឺយើងហៅវាថា mini size ហ្នឹងមានន័យថាយើងប្រើប្រាស់វាសម្រាប់ឲ្យកម្មវិធីហ្នឹងវាធ្លាក់ចុះក្រោមឬក៏វាទូចអញ្ចឹងនៅពេលដែលយើងចុចទៅឃើញអត់គឺវាធ្លាក់មកដល់ taskbar អញ្ចឹងយើងចុចវាវិញមកអូខេនឹងវាមកវិញហើយបន្តមកទៀតកន្លែងនេះគឺយើងប្រើប្រាស់វាសម្រាប់កំណត់ទៅលើអេក្រង់របស់យើងចង់ឲ្យវាលោតទៅខាងស្ដាំឬក៏ខាងឆ្វេងឬក៏ខាងឆ្វេងធំជាងខាងស្ដាំសម្រាប់យើង add space មួយទៀតអញ្ចឹងណាអូខេឥឡូវខ្ញុំឧទាហរណ៍ឲ្យមើលមួយឃើញអត់នៅពេលដែលយើងរើសខាងឆ្វេងគឺវានឹងលោតមកខាងឆ្វេងនៃទំព័ររបស់យើងអូខេអញ្ចឹងយើងបន្តទៀតអញ្ចឹងខ្ញុំពង្រីកវាធំវិញឥឡូវបើសិនជាយើងចង់ឲ្យវាលោតទៅខាងស្ដាំវិញយើងគ្រាន់តែដាក់ mouse យើងនៅនឹងហើយយើងរើសខាងស្ដាំមកអញ្ចឹងគឺវាលោតទៅខាងស្ដាំហើយតើណាអូខេហើយកន្លែងប៊ូតុង close មានរូបសញ្ញាខ្វះគឺយើងប្រើប្រាស់វាសម្រាប់បិទនៅកម្មវិធីឧទាហរណ៍នៅពេលដែលយើងធ្វើការងាររបស់យើងចប់គឺយើងចុច save ណាបើសិនជាយើងការងារយើងចាំបាច់ឬក៏វាសំខាន់បើសិនជាយើងគ្រាន់តែឧទាហរណ៍ដូចខ្ញុំទេខ្ញុំអាចចុច save ទៅបន្តមកទៀតនេះឃើញអត់វានឹងលោតផ្ទាំងមួយដើម្បីសួរបញ្ជាក់យើងថា
តែយើងចង់ save ឯកសារនឹងអត់បើសិនជាយើងអត់យើងចុច done save បើសិនបើយើង save យើងចុច save មកឥឡូវខ្ញុំអត់ save ទេព្រោះឯកសារនេះខ្ញុំគ្រាន់តែជាឧទាហរណ៍ទេអញ្ចឹងខ្ញុំចុច done save